បាទសួស្តីបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍ការជួបមកកាន់វីដេអូឃ្លីបខ្ញុំមួយនេះវីដេអូនេះចង់បង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបបង្កើត Apple ID សម្រាប់បងប្អូនថ្មីដែលក៏អត់ចេះបង្កើត Apple ID បាទអញ្ចឹងបងប្អូនចូលមកក្នុង App Store របស់យើងគឺថាអត់ទាន់មាន Gmail Apple ID សម្រាប់ធ្វើការ download នៅកម្មវិធីផ្សេងទេអញ្ចឹងដើម្បីបង្កើតបងប្អូនចូលក្នុងបង្កើតនៅក្នុងកម្មវិធី setting បាទអញ្ចឹងចូលមកក្នុងកម្មវិធី setting សញ្ញាកងចក្ររបស់យើងមកបាទបន្តមកបងប្អូនចុចកន្លែង Apple account ខាងលើហ្នឹងបងប្អូនបាទបន្តមកបងប្អូនយកពាក្យចុចពីខាងក្រៅនេះមក don't have on Apple account ខាងក្រៅនេះបងប្អូនបាទចុចខាងក្រៅនេះមកដើម្បីបង្កើតបន្តមកបងប្អូនចុចខាងក្រោមគេដែរដើម្បីចាប់ពីអាយុ18ឆ្នាំទៅណាបងប្អូនបាទបន្តមកកន្លែងនេះបងប្អូនដាក់ឈ្មោះបងប្អូនមកដាក់ឈ្មោះបងប្អូនអីក៏បានស្អាតបងប្អូនទេបន្តមកកន្លែងថ្ងៃខែអញ្ចឹងបងប្អូនចុចកន្លែង add នេះមកហើយបងប្អូនរើសថ្ងៃមុនណាបងប្អូនរើសថ្ងៃមុនបន្ទាប់ពីបងប្អូនដាក់ថ្ងៃហើយវារូបបែបនេះអញ្ចឹងបងប្អូនទៅចុចកន្លែងខាង stamp ដៃនេះមកខាងឆ្វេងដៃនេះមកហើយចុចពាក្យនឹងមកហើយបងប្អូនរើសថ្ងៃខែឆ្នាំកំណើតយើងដើម្បីបញ្ចូលថ្ងៃខែឆ្នាំកំណើតបងប្អូនដាក់ពិតក៏បានមិនពិតក៏បានដែរសំខាន់ឲ្យបាន18ឆ្នាំឡើងទៅបាទកំដាក់ក្រោម18ណាតើបងប្អូនចុច continue ទៀតមកដល់នេះបងប្អូនដាក់ Gmail អញ្ចឹងបងប្អូនមាន Gmail បងប្អូនដាក់ Gmail មកសិនបងប្អូនអត់មាន Gmail ទេបងប្អូនអាចបង្កើត Gmail ថ្មីមួយមកបាទរបៀបបង្កើត Gmail នេះបងប្អូនអាចមើលក្នុងវីដេអូមុនខ្ញុំផុសបន្ទាប់មុនបានខ្ញុំបង្ហាត់ពីរបៀបបង្កើត Gmail គឺងាយបំផុតបាទគេថា Gmail ខ្ញុំបានបង្កើតរួចហើយខ្ញុំដាក់ Gmail របស់ខ្ញុំនឹងមកបាទខ្ញុំបំពេញ Gmail របស់យើងហើយបងប្អូនចុចពាក្យថា continue មកបាទចុចពាក្យថា continue បន្ទាប់មកបងប្អូនកន្លែងនេះបងប្អូនដាក់ password អញ្ចឹង password នេះផងដែរបងប្អូនដាក់ជាអក្សរធំហើយឈ្មោះបងប្អូនដាក់ជាអក្សរធំអក្សរតូចហើយលាយនឹងលេខ4ខ្ទង់បន្ទាប់មកសញ្ញាសួរសញ្ញាឧទានឬក៏សញ្ញាអីទៀតដើម្បីឲ្យបាន8ខ្ទង់ទៅ10ខ្ទង់ណាបងប្អូនដើម្បីមានគុណភាពកាលណាយើងដាក់ password ស្រួលពេកក្រុមហ៊ុនApple នេះគឺអត់ឲ្យទេឥឡូវយើងសូមដាក់បងប្អូនដាក់ដូចខ្ញុំអញ្ចឹងមកបងប្អូនកន្លែង password បងប្អូនដាក់អញ្ចឹងមកដាក់ស្តៀងខ្ញុំអញ្ចឹងមកហើយកន្លែង verify បងប្អូនដាក់ដូចគ្នាដូចបន្លាស់ពីរនេះក៏ដាក់ដូចគ្នាបងប្អូនឲ្យខុសគ្នាទេបាទអញ្ចឹងបងប្អូនមុននឹងដាក់បងប្អូនយកប៊ិចទៅសេកត់សិនកត់វាទុកឲ្យយើងសរសេរចាំវាយបញ្ចូលដើម្បីកុំឲ្យច្រឡំចំការយើងឲ្យលើកដាក់ខុសពីក្រោមគាត់ឲ្យបងប្អូនដាក់ធ្វើម៉េចដូចគ្នាពីហ្នឹងណាបងប្អូនអញ្ចឹងបងប្អូនផ្ទៀងមួយដើម្បីមិនខុសតែណាខុសគាត់ឲ្យទេហើយប៉ាសវ៉ាត់បងប្អូនរនឹកឲ្យបានដូចខ្ញុំវែងដូចខ្ញុំចឹងមកហើយអក្សរធំដំបូងអញ្ចឹងណាបងប្អូនបាទអញ្ចឹងមកកំពុនផលដាក់ឲ្យកន្លែងដាក់ស្រួលពេកគាត់ឲ្យណាបងប្អូនបាទបន្ទាប់ពីយើងមកបំពេញរួចហើយអញ្ចឹងបងប្អូនអាចចុច continue បានដោយសារតែខ្ញុំថត screen បែបនេះគឺពេលដែលសរសេរទៅគឺអត់ឃើញទេបងប្អូនបាទឥឡូវយើងចុចពេលយើងបំពេញបងប្អូនចុច continue មកបន្ទាប់មកបងឲ្យទៀមទាត់លេខទូរស័ព្ទដៃរបស់យើងដែលយើងបានកំពុងតែដាក់ក្នុងទូរស័ព្ទហ្នឹងបងប្អូនអាចជ្រើសរើសបានអញ្ចឹងបើសិនជាបងប្អូនដាក់លេខហ្នឹងបងប្អូនចុច continue មកហើយបងប្អូនចុចពាក្យថា agree agree បន្តទៀតមកបើសិនជាវាលូតបែបនេះមានថាអត់ឲ្យទេអញ្ចឹងបងប្អូនអាចទៅថយទៅក្រោយវិញបងប្អូនអាចបំពេញនៅ password ជាថ្មី password មិញប្រហែលជាឲ្យទេដោយសារតែរៀងខ្សោយអញ្ចឹងណាអញ្ចឹងបងប្អូនថយទៅវិញហើយបងប្អូនបំពេញកន្លែង password យើងរនឹកឲ្យបានច្រើនខ្ទង់ដូចមិញដែរក៏ប៉ុន្តែបងប្អូនដូរអក្សរឬក៏ដាក់ឈ្មោះផ្សេងដាក់អក្សរផ្សេងដាក់លេខផ្សេងនិងសញ្ញាផ្សេងឥឡូវខ្ញុំសូមរនឹកដាក់សិនខុសពីមិញដោយសារតែមិញវាឲ្យអញ្ចឹងប៉ុន្តែបងប្អូនដាក់ជាអក្សរធំដំបងដូចគ្នាបន្ទាប់ពីយើងបំពេញម្ដងទៀតហើយបងប្អូនអាចចុច continue បានចុច continue ម្ដងទៀត
បាទលេខទូរស័ព្ទម្ដងទៀតចុច continue ម្ដងទៀតតើបងចុច agree ម្ដងទៀតបាទពេលនេះគឺយើងមកបង្កើតបានជោគជ័យបងប្អូនបាទពេលខ្លះយើងដាក់ password តែម្ដងគឺវាឲ្យហើយដោយសារតែបាញ់នេះ password ខ្ញុំអត់សូវមានគុណភាពចឹងទៅវាចុចម្ដងទៅវាអត់ឲ្យអញ្ចឹងបងប្អូនអាចថយមកដូរ password សារជាថ្មីក៏បានដែរហើយបងប្អូនដាក់តែម្ដងបានគឺអូខេបងប្អូនបាទគឺងាយស្រួលបំផុតសម្រាប់ការបង្កើត Apple ID មួយនេះគំណាបងប្អូននឹងចេះធ្វើការបង្កើតឲ្យខ្លួនឯងបាទតើមកឧទាហរណ៍នេះបងប្អូនអាចដាក់លេខ password ទូរស័ព្ទដៃរបស់យើង lock screen ទូរស័ព្ទដៃរបស់យើងធម្មតាហ្នឹងមកបាទឥឡូវឃើញថាយើងបាន Gmail Apple ID មួយហើយអញ្ចឹងបងប្អូនអាចធ្វើការបង្កើតធ្វើការdownload កម្មវិធីសាកល្បងបានបាទឥឡូវយើងទៅសាក download សិនឥឡូវយើងថយមកដើម្បីទៅធ្វើការ download កម្មវិធីសាកល្បងរបស់យើងបានបង្កើតបានជោគជ័យបងប្អូនបាទនេះគឺជា Apple ID របស់យើងចឹងយើងចូលទៅក្នុងកម្មវិធី App Store មកបងប្អូនចុចពីថា continue បាទនេះគឺជា Gmail របស់យើងតោះឥឡូវយើងធ្វើការ download កម្មវិធីចឹងបងប្អូនចូលទៅក្នុងកន្លែង search ឲ្យបងប្អូន search កម្មវិធីដែលបងប្អូនចង់ដោនមកឥឡូវសំដៅកម្មវិធីទី1បាទបន្ទាប់មកបងប្អូនវាយ password ដែលយើងដាក់មិញណាបងប្អូន password ដែលដាក់ចំក្រោយមិញណាខ្ញុំវាយ password ចំនួនប្រហែលខ្ទង់នឹងមកដាក់ជាអក្សរធំដំបូងហ្នឹងបន្ទាប់បងប្អូនវាយហើយបងប្អូនចុចពីថា sign in ទៅពេលនោះវានឹងធ្វើការ download ឲ្យយើងបងប្អូនបាទហើយគឺថា download បានបងប្អូនបាទវីដេអូហ្នឹងតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាវីដេអូខ្ញុំនេះបាទទស្សនាបងប្អូនពេញចិត្តវីដេអូនេះបងប្អូនកុំភ្លេចជួយ subscribe និងសញ្ញាកណ្ដឹងម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗខ្ញុំបានបន្តទៀតបាទអរគុណសម្រាប់ការទស្សនាវីដេអូខ្ញុំនេះ